លោកពុយគៀថាក្នុងកិច្ចប្រជុំពិសេសថ្ងៃនេះកម្ពុជាស្នើឲ្យមានបទឈប់បាញ់នៅម៉ោង12យប់នេះតែថៃទាមទារឲ្យកម្ពុជាធ្វើសំណើជាលេខលាក់អក្សរមួយទៀតកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅម៉ាឡេស៊ីនៅថ្ងៃទី22ខែធ្នូឆ្នាំ2025នេះបានបញ្ចប់ហើយនៅវេលាម៉ោង2រសៀលម៉ោងនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនេះបើតាមលោកពុយគៀប្រធានក្លឹបអ្នកកាសែតកម្ពុជាធ្វើសេចក្តីថ្លែងការណ៍ខ្លីក្នុងឱកាសដែលលោកអញ្ជើញទៅចូលរួមនៅក្នុងកិច្ចប្រជុំនេះលោកពុយគៀបានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនេះភាគីកម្ពុជាបានលើកសំណើឲ្យមានបទឈប់បាញ់នៅម៉ោង12យប់នេះតែភាគីថៃបានតបមកភាគីកម្ពុជាវិញថាដើម្បីយកសំណើនេះជាផ្លូវការគឺទាមទារឲ្យកម្ពុជាធ្វើសំណើជាលេខលាក់អក្សរមួយទៀតលោកពុយគៀបានគូបញ្ជាក់ទៀតថាក្រោយកិច្ចប្រជុំពេញអង្គបានបញ្ចប់ម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំមួយទៀតលក្ខណៈត្រីភាគីរវាងម៉ាឡេស៊ីកម្ពុជានិងថៃដើម្បីធ្វើយ៉ាងណាឲ្យសម្រេចបាននៅបទឈប់បាញ់នៅម៉ោង12យប់ថ្ងៃទី22ខែធ្នូឆ្នាំ2025នេះកិច្ចប្រជុំបានចប់ហើយនៅវេលាម៉ោង2ជាងបន្តិចម៉ោងនៅទីក្រុងកូឡាឡាំពួរហើយនៅក្នុងកិច្ចប្រជុំនោះជាធម្មតាយើងដឹងហើយថាប្រទេសថៃបានបន្តដាក់លក្ខខណ្ឌដល់ដូចលើកមុនអញ្ចឹងក៏តែក្នុងនេះដើម្បីឲ្យកិច្ចប្រជុំឲ្យមានលទ្ធផលជាផ្លែការនោះខាងភាគីកម្ពុជាបានលើកសំណើថាធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់នៅម៉ោង12យប់នេះតែម្ដងភាគីថៃបានតបមកវិញថាដើម្បីយកសំណើនេះជាផ្លូវការគឺត្រូវការឲ្យភាគីកម្ពុជាធ្វើជាសំណើជាលេខអក្សរឬក៏ជាផ្លូវការមួយទៀតដោយសារថាកិច្ចប្រជុំពេញអង្គនៅទីនេះហើយបន្តមកខាងម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះនេះចង់បានលទ្ធផលចង់បានផ្លែផ្កាក៏ដូចជាបណ្ដាសមាជិកអាស៊ានប្រទេសទៀតនោះដូច្នេះឥឡូវនេះម៉ាឡេស៊ីបានបន្តធ្វើដឹកនាំដើម្បីឲ្យមានកិច្ចប្រជុំត្រីភាគីបន្តទៀតមានន័យថារដ្ឋមន្ត្រីការបរទេសកម្ពុជារដ្ឋមន្ត្រីការបរទេសរបស់ថៃហើយនិងរដ្ឋមន្ត្រីការបរទេសរបស់ម៉ាឡេស៊ីតែម្ដងកំពុងតែបន្តជួបជុំគ្នាតទៀតដើម្បីធានាថាធ្វើយ៉ាងណាដើម្បីឲ្យសម្រេចនៅបទជប់បាញ់នៅវេលាម៉ោង12យប់នេះចំពោះលទ្ធផលយ៉ាងណានោះយើងរំពឹងរង់ចាំនៅពេលបន្តិចទៀតសូមជម្រាបថាកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននេះនឹងពិភាក្សាអំពីការវិវត្តថ្មីនៃស្ថានភាពក្នុងគោលដៅបង្កើនការយោគយល់គ្នានិងជំនឿទុកចិត្តទៅវិញទៅមកជំរុញការបន្ថយភាពតានតឹងនិងស្ដារឡើងវិញនៅសន្តិភាពស្ថិរភាពនិងទំនាក់ទំនងភាពជាអ្នកជិតខាងល្អរវាងកម្ពុជានិងថៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាននេះមិនមានការចូលរួមពីតំណាងមកពីសហរដ្ឋអាមេរិកឬតំណាងមកពីប្រទេសចិននោះទេដោយសារតែនេះគឺជាការប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង11រូបនិងអគ្គលេខាធិការអាស៊ាន